តាអ៊ុំរូបសំណាក់មេតបខ្មែរសង់បែមុខទៅរកច្រកព្រំដែនអានសេះស្រែកឲ្យកូនខ្មែរចងចាំទុកយោធាថៃបានយកគ្រឿងចាក់ចូលឈូសឆាយកំទេចរូបសំណាក់តាអ៊ុំដែលសង់ឡើងនៅច្រកក្នុងវងមួលអានសេះស្ថិតក្នុងភូមិអានសេះឃុំចំខ្សានស្រុកចំខ្សានខេត្តព្រះវិហារហើយអ្វីយោធាថៃស្អប់លោកតាអ៊ុំម្លេះតើប្រវត្តិសាស្ត្រសំណាក់លោកតាអ៊ុំមានអ្វីពាក់ព័ន្ធនឹងគំនុំអតីតកាលរវាងខ្មែរនិងសៀមព្រះតេជគុណសឿនសុភាបានឲ្យដឹងថាតាមប្រវត្តិសាស្ត្ររឿងព្រេងខ្មែរក្នុងសម័យអង្គរលោកតាអ៊ុំគឺជាមេតបខ្មែរដ៏ខ្លាំងពូកែម្នាក់នៅសម័យសង្គ្រាមលោកបានដឹកនាំមេតបសេះដល់អង្គអាចក្លាហានជាង 2000 នាក់ទៅជិតទិសខាងជើងដើម្បីទៅបង្ក្រាបទ័ពសៀមបន្ទាប់ពីបានធ្វើដំណើរមកដល់ចំណុចច្រកនេះលោកក៏បានបញ្ជាឲ្យកងទ័ពទាំងអស់ឈប់អានសិនដែលមានន័យថាឈប់សម្រាកសិនទ័ពសេះទ័ពស្រួចបើតាមវចនានុក្រមសម្ដេចជួនណាតអានសេះមានន័យថាកែបសេះឲ្យឈប់សម្រាកចំនួន3ថ្ងៃដើម្បីរៀបចំក្បួនវាយលុបទប់ទល់នឹងកងទ័ពប្រទេសសៀមទទួលបានជោគជ័យបន្ទាប់ពីនោះមកឈ្មោះនោះក៏បានតមកដល់បច្ចុប្បន្ននេះចាស់ពីពេលនោះមកច្រកទ្វារទីនោះបានជាប់ឈ្មោះជាច្រកទ្វារអានសេះដែលជាច្រកទ្វារចេញធ្វើសឹកនឹងការឈ្លានពានពីសៀមផងនិងជាច្រកពាណិជ្ជកម្មដ៏សំខាន់ជាមួយសៀមផងច្រកទ្វារអានសេះស្ថិតនៅភូមិភាគខាងជើងស្រុកចំខ្សានមានចម្ងាយពីទីរួមស្រុកប្រមាណ24គីឡូម៉ែត្រលើភ្នំដងរែកជាប់ព្រំប្រទល់ខេត្តឧបលប្រទេសថៃរូបសំណាក់តាអ៊ុំដែលកសាងនៅលើច្រកអានសេះដោយយោធាតំបន់សឹករងព្រះវិហារក្បែរមាត់ច្រកទ្វារក្នុងទឹកដីកម្ពុជាហើយដែលកន្លងមកទៅហ៊ានសៀមតែងតែចោទខ្មែរថាបានសាងសង់រំលោភ MOU ឆ្នាំ2000នោះដោយខុសកិច្ចសន្យាបានសាងសង់រំលោភ MOU ឆ្នាំ2000នោះដោយខុសកិច្ចសន្យាហើយដូច្នេះទើបទៅហ៊ានសៀមតែងតែចង់វាយកំទេចរូបសំណាក់លោកតាអ៊ុំនេះក្នុងចំនួនពីរលើកកាលពីថ្ងៃទី24និង28ខែកក្កដានិងនៅថ្ងៃទី7និង27ខែធ្នូឆ្នាំ2025កន្លងមកនេះ